ยืนคนละเลยตูรถเลืองให้เต่งคุยหน้ากับบ้านเนี่ยยังคุยไอ้ซ่อมคุยกันได้จังโอเคตะบงจะแม่เพลย์ตะปัดตะบงแต่เพลย์ตะกระปุกดับไปดองไงแต่การที่โจจะสร้างจุดน้ำเลยโอเคเราเลยตูรถเลืองให้กับพอทัวร์เราเตรียมตัวกันแข่บัตรตะบงตูรับเรื่องอะไรยังมันมาដល់សប្តាហ៍ផុសហើយអត់មានវីដេអូច្រើនទេព្រោះថ្ងៃហ្នឹងគឺអាកាសធាតុអត់ល្អភ្លៀងតាមផ្លូវហើយកញ្ចក់ទូរថភ្លើងគឺស្អាប់ថតទស្សនវិជ្ជាអត់បានមើលស្អាប់មែនតើហើយខាងនោះមេល្ងិតនៅខាងមុខនេះមេល្ងិតរៀងកំពុងបន្តដំណើរទៅមុខទៀតហើយចំណតនៅនេះដូចជាអត់មានចំណតទីរួមខេត្តកំពង់ឆ្នាំងព្រោះផ្លូវរថភ្លើងគឺអត់បានឆ្លងកាត់ទីរួមខេត្តកំពង់ឆ្នាំងដោយទីរួមខេត្តពោធិ៍សាត់និងទីរួមខេត្តបាត់ដំបងនិងទីមានជ័យឯងអញ្ចឹងចំណតផ្សេងរបស់ខេត្តកំពង់ឆ្នាំងគឺនៅចំណតតាមស្រុកមានស្រុកទឹកផុសជាដើមអញ្ចឹងយើងមកដល់ចំណតទឹកផុសមិនដូចជាអត់បានឈប់ទេគឺយើងបន្តដំណើរទៅមុខទៀតអញ្ចឹងអាចឈប់នៅចំណតផ្សេងទៀតនៅទឹកផុសអត់ទាន់ឃើញបានឈប់ទេតែដូចជាមានចំណតនៅគេនឹងខេត្តពោធិ៍សាត់មានចំណតផ្សេងទៀតហើយគេនឹងឈប់នៅទីនោះហើយយើងអាចបាយថ្ងៃត្រឹមនៅចំណតពោធិ៍សាត់ទៅវីដេអូផ្សេងទៀតនៅលើទូរទស្សន៍យើងអត់សូវហ៊ានថតព្រោះវាឯកជនភាពរបស់អ្នកដំណើរផ្សេងទៀតដែរទោះបីជាទូរទស្សន៍អត់សូវមានមនុស្សក៏ខ្ញុំអត់សូវហ៊ានថតអញ្ចឹងវីដេអូនៅលើទូរទស្សន៍អត់សូវមានទេហើយនិយាយប្រវត្តិមួយទៀតចាស់ផ្លូវរថភ្លើងសម្រាប់ពីភ្នំពេញទៅកាន់ខេត្តបាត់ដំបងនេះគឺជាលើកទី1សម្រាប់ខ្ញុំដែលកាលពីនៅក្មេងគឺខ្ញុំធ្លាប់បានជិះរថភ្លើងជាច្រើនដងដែរក៏ប៉ុន្តែមិនមែនជាផ្លូវពីភ្នំពេញទៅបាត់ដំបងឬក៏ទៅស្វាយស៊ីស្ប៉ុនទេគឺជាខ្សែរថភ្លើងពីភ្នំពេញទៅកំពតព្រោះស្រុកកំណើតប៉ាខ្ញុំនៅខាងខេត្តកំពតនៅខាងស្រុកកោជ័យហើយនៅម្ដុំត្រាំសគេហៅថាផ្សារត្រាំសចង់ចំណតរថភ្លើងដែលខ្ញុំអាសាជិះទៅគឺចំណតនៅគឺពីភ្នំពេញទៅផ្សារត្រាំសហើយខ្ញុំខានជិះនៅផ្លូវពីភ្នំពេញទៅកំពតហ្នឹងចូលរយៈពេលប្រហែលជា20ឆ្នាំជាងហើយព្រោះអាយុប្រហែលជា10ឆ្នាំជិត10ឆ្នាំគឺខ្ញុំចាប់ដើមជិះរហូតដល់អាយុប្រហែលជា11-12ឆ្នាំខ្ញុំតែសូវបានទៅកំពតខ្ញុំក៏ខានបានជិះរថភ្លើងទៅហើយម្យ៉ាងរថភ្លើងក៏ផ្អាកដំណើរការអស់រយៈពេលរាប់ឆ្នាំទៅធ្វើទៅជិះដំណើរការរយៈពេលប្រហែលជាជិត10ឆ្នាំចុងក្រោយនេះទេដែលគេបានធ្វើដំណើរការដោយក្រុមហ៊ុនRunway Royal Runway Cambodia ឡើងវិញអញ្ចឹងចាប់ទុកឋាននេះគឺជាលើដំបូងនៅក្នុងជីវិតខ្ញុំដែលខ្ញុំជិះរថភ្លើងពីភ្នំពេញទៅបាត់ដំបងខ្ញុំអត់សូវហ៊ាននិយាយលឺដោយសារនៅក្នុងនោះក៏មានភ្ញៀវជាតិអន្តរជាតិនៅក្នុងនឹងដែរអញ្ចឹងអត់ហ៊ាននិយាយលឺខ្លាចរំខានដល់គេអូខេ
រស័ព្ទហើយហើយអាចនឹងសម្រាប់បាយនៅហ្នឹងព្រោះវាមក10:54 នាទីខ្ញុំអាចសម្រាប់បាយនៅហ្នឹងហើយជា15 នាទីទៅជំរឿសួរគេសិនមើលអូខេឥឡូវទិញបាយមកកញ្ចប់យកទៅញ៉ាំលើរថភ្លើងមានឈាមគោមួយដុំហើយសាច់ជ្រូកមួយចំណិតព្រោះគាត់មិនអត់ទាន់ញ៉ាំអីយើងមានអារម្មណ៍ឃ្លានខ្លាំងអញ្ចឹងទិញបាយកញ្ចប់យកទៅញ៉ាំតាមរថភ្លើងហ្មងចឹងណាព្រោះឃ្លានពេកមិញចុះទៅក្រុមទិញបាយទៅលើបានបាយប្រអប់ហើយហូបទីខ្ញុំចង់ញ៉ាំគឺអត់ឈាមគោមួយដុំហើយនឹងសាច់ជ្រូកចៀនមួយហើយនឹងបុកមួយមានទឹកសុទ្ធមានកន្លែងដាក់ចាក់តុកបានអូខេដាក់ពីរបស់ផ្អែមពេកទៅទិញកូកាមកកំប៉ុងទៅតែមិនចំឈ្មោះខ្លួនឯងចំឈ្មោះពិសីហើយឈ្មោះខ្ញុំឈ្មោះស្នាសោះអូខេបាយថ្ងៃត្រង់នៅលើរថភ្លើងគឺជាភ្នំកហបតីស្ទោះលោកខ្ញុំខាយធំភ្នំអធិបតីហើយក្នុងទឹកដីនេះស្រុកមោងសីខេត្តបាត់ដំបងមិនដឹងថាភ្នំនឹងនៅក្នុងទឹកដីរបស់មោងសីឬក៏ស្រុកសកែព្រោះស្រុកភ្នំនឹងគឺនៅចន្លោះរវាងស្រុកមោងសីនិងស្រុកសកែយើងដល់ទីក្រុងបាត់ដំបងយើងដល់ក្រុងបាត់ដំបងម៉ោង 13 និង 18 នាទីអញ្ចឹងយើងចេញពីនោះមក 6:40 មកហើយចូល 5 6 7 ម៉ោងទៅហើយខ្ញុំមានម៉ាទូជិះតែម្នាក់ឯងឥឡូវខ្ញុំចាំឲ្យបានកតាខ្ញុំហើយនឹងមួករៀបចំចុះទៅលើរថភ្លើងដើម្បីធ្វើដំណើរថ្មើរជើងទៅកាន់មាត់ស្ទឹងរងចាំក្រុមខាងនេះគាត់មកពី
ពេញគាត់ជីឡាននៅខ្ញុំជិះទៀតលឿនឯងនេះមុនគាត់អញ្ចឹងតែរឿងអង្គុយចាំគាត់នៅមាត់ស្ទឹងមិនស្រួលឲ្យគាត់ជួយយកជិះទៅទីមានជ័យទាំងអស់គ្នាទឹកដីស្រុកមងសីខេត្តបាត់ដំបងមិនដឹងថាភ្នំនឹងនៅក្នុងទឹកដីរបស់មងសីឬក៏ស្រុកសង្កែព្រោះស្រុកពួកភ្នំនឹងគឺនៅចន្លោះរវាងស្រុកមងសីនិងស្រុកសង្កែយើងដល់ទីក្រុងបាត់ដំបងយើងដល់ក្រុងបាត់ដំបងម៉ោង 13 និង 18 នាទីអញ្ចឹងយើងចេញពីនោះមក1:40មកបាយទៅចូល5 6 7ម៉ោងទៅឥឡូវខ្ញុំមានមកទូជិះតាមអ្នកឯងឥឡូវខ្ញុំរៀបចំឲ្យបានកតាបខ្ញុំហើយនឹងមួករៀបចំចុះទៅលើរថភ្លើងដើម្បីធ្វើដំណើរថ្មើរជើងទៅកាន់មាត់ស្ទឹងរងចាំក្រុមខាងឯគាត់មកពីពេញគាត់ជីឡាននៅខ្ញុំជិះទៀតលឿនឯងនេះមុនគាត់អញ្ចឹងតែរឿងអង្គុយចាំគាត់នៅមាត់ស្ទឹងមិនស្រួលឲ្យគាត់ជួយយកជិះទៅទីមានជ័យទាំងអស់គ្នា